វាបសួរបងប្អូនប្រិយមិត្តដែលនិយមតាមដានព័ត៌មានតាមសង្គម YouTube ទាំងអស់គ្នាបាទហើយពេលនេះដែរជួបជាមួយខ្ញុំបាទទៀតដែរខ្ញុំបាទនៃផ្លយពេលនេះខ្ញុំបាទមានព័ត៌មានទាក់ទងនឹងសុខភាពនិងមេដាបាទហើយសុខភាពមេដានេះគឺទាក់ទងទៅនឹងការហូបស្រាឬក៏ហូបបៀក្នុងពេលអំឡុងពេលមានផ្ទៃពោះបាទឬក៏មានកហ្នឹងតើធ្វើដូចម្ដេចបាទឥឡូវយើងចាប់ផ្ដើមស្ដាប់ទាំងអស់គ្នាផឹកស្រាក្នុងអំឡុងពេលមានកដូចចង់សម្លាប់កូនខ្លួនឯងបាទនេះគឺជាអត្ថបទមួយដែលជួយដាស់តឿនដល់ម្នាក់ម្ដាយបាទដែលចូលចិត្តពិសាស្រាឬក៏ហូបបៀបាទថ្មីបើព័ត៌មានជាច្រើនដែលចុះផ្សាយអំពីផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងក៏ប៉ុន្តែនៅពេលដែលមនុស្សមួយចំនួនឆ្ងល់ទៀតថាតើស្ត្រីមានកអាចញ៉ាំគ្រឿងស្រវឹងបានដែរឬទេបាទការទទួលទានគ្រឿងស្រវឹងក្នុងអំឡុងពេលមានកប្រៀបដូចជាចង់សម្លាប់កូនខ្លួនឯងចោលអញ្ចឹងព្រោះវាអាចធ្វើឲ្យរលូតបានជាពិសេសអ្នកមានកនៅដំណាក់កាលដំបូងបាទពីមុនអ្នកជំនាញបានកម្រិតឲ្យការទទួលទានគ្រឿងស្រវឹងក្នុងបរិមាណទាប1 ទៅ 2 ដងក្នុងមួយសប្តាហ៍ប៉ុន្តែថ្មីនេះអ្នកជំនាញបានរឹតបន្តឹងចំពោះការទទួលទានគ្រឿងស្រវឹងព្រោះពួកគេបានរកឃើញថាហានិភ័យនៃការរលូតកូនមានកម្រិតខ្ពស់សម្រាប់ស្ត្រីទទួលទានគ្រឿងស្រវឹងខណៈពេលដែលមិនដឹងថាខ្លួនមានកបាទក្រុមអ្នកជំនាញកំពុងតែធ្វើការវែកញែកបន្តទៀតថាតើការទទួលទានគ្រឿងស្រវឹងក្នុងពេលមានកមានសុវត្ថិភាពប៉ុណ្ណាទោះបីជាយ៉ាងណាប្រសិនបើអ្នកកំពុងតែមានផ្ទៃពោះឬមានគម្រោងចង់មានផ្ទៃពោះគួរតែពិភាក្សាជាមួយក្រុមគ្រូពេទ្យជាមុនសិនអំពីឥទ្ធិពលនៃសុរាបាទនេះជាព័ត៌មានដែលគ្រោះថ្នាក់បំផុតសម្រាប់ស្ត្រីមានផ្ទៃពោះដំបូងដែលមិនគួរត្រូវពិសាស្រាឬក៏ពិសាគ្រឿងស្រវឹងនោះឡើយវាអាចធ្វើឲ្យកូនរលូតមានបញ្ហារលូតកូនឬក៏បាត់បង់ជីវិតចំពោះកូននៅក្នុងផ្ទៃបាទហើយព័ត៌មាននេះសូមបងប្អូនប្រុសឬក៏មេដាទាំងឡាយសូមជៀសវាងចំពោះការហូបសូរ៉ាឬក៏ហូបគ្រឿងស្រវឹងនៅក្នុងពេលខ្លួនឯងមានផ្ទៃពោះឬក៏ប្រពន្ធរបស់បងប្រុសហ្នឹងមានផ្ទៃពោះសូមកុំឲ្យគាត់ពិសាស្រាឬក៏គ្រឿងស្រវឹងឲ្យសោះបាទស្រឡាញ់កូនក្នុងផ្ទៃសូមហាមដាច់ខាតកុំឲ្យផឹកស្រាឬក៏គ្រឿងស្រវឹងនេះឲ្យសោះបាទហើយចំពោះព័ត៌មាននេះគឺមានតែប៉ុណ្ណឹងសូមបងប្អូនជួយ like share subscribe ដើម្បីទទួលបានព័ត៌មានថ្មីទៀតបាទសូមអរគុណ